ឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុមើលឃើញថាស្ពានបេតុងទួលខ្សាច់ដែលស្ថិតនៅក្នុងសង្កាត់លេខ4ក្រុងព្រះសីហនុមានរាងតូចចង្អៀតធ្វើឲ្យកកស្ទះចរាចរណ៍ក៏ធ្វើការពង្រីកឲ្យធំទូលាយនារសៀលថ្ងៃអាទិត្យទី15ខែមីនាឆ្នាំ2026ឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការដ្ឋានពង្រីកស្ពានបេតុងមួយខ្សែដែលស្ថិតនៅទួលខ្សាច់ភូមិចាគឺនៅក្នុងភូមិ2សង្កាត់លេខ4ក្រុងព្រះសីហនុដោយយោងទៅតាមការឲ្យដឹងពីលោកអុកញ៉ាគួយណាតដែលជាសប្បុរសជនបានចូលរួមកសាងនិងស្ថាបនាពង្រីកស្ពានបេតុងដែលជាផ្លូវធ្វើដំណើរចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ជាប្រចាំគឺបានឲ្យដឹងថាការពង្រីកស្ពានបេតុងនៅក្នុងភូមិ2សង្កាត់លេខ4ក្រុងព្រះសីហនុដោយបានពង្រីកសងខាងស្ពានគឺម្ខាងមានចំនួន2ម៉ែត្រនិងម្ខាងទៀត7ម៉ែត្រដោយមានបណ្ដោយប្រវែង10ម៉ែត្រព្រមទាំងកម្រាស់ស្ពាន3ទឹកហើយទន្ទឹមនឹងនោះនៅក្នុងការពង្រីកផ្លូវកែងទាំងសងខាងដោយម្ខាងចំនួន7ម៉ែត្របន្ថែមទៀតដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ពីព្រោះដោយសារតែកន្លងមកផ្លូវទួលខ្សាច់នេះគឺមានរាងតូចដែលធ្វើឲ្យការធ្វើចរាចរណ៍មានការកកស្ទះដូច្នេះហើយនៅពេលនេះផ្លូវនេះគឺត្រូវបានពង្រីករាល់ការធ្វើចរាចរណ៍នៅតាមបណ្ដោយផ្លូវនេះនឹងមានភាពងាយស្រួលហើយសូមរំលឹកផងដែរថានៅក្នុងពេលថ្មីនេះលោកអុកញ៉ាគួយណាតបានសហការជាមួយនឹងបងប្អូនសប្បុរសជនចំនួន3នាក់ផ្សេងទៀតនៅក្នុងការចូលរួមសាងសង់ផ្លូវមួយខ្សែដែលធ្វើអំពីបេតុងឆ្អឹងដែកដោយមានបណ្ដោយ797ម៉ែត្រទទឹង7ម៉ែត្រនិងកម្រាស់0.15ម៉ែត្រព្រមទាំងដាក់លូអមសងខាងផ្លូវផងដែរនៅក្នុងឱកាសនោះដែរឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងអំណរគុណចំពោះលោកអុកញ៉ាគួយណាតនិងសប្បុរសជនដែលបានចូលរួមជួយសាងសង់ពង្រីកស្ពានទួលខ្សាច់និងការពង្រីកផ្លូវកែងនេះឲ្យបានធំទូលាយជាងមុនដើម្បីជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ផ្លូវនេះជាប្រចាំនិងកាន់តែមានភាពងាយស្រួលជាងមុនហើយជាមួយគ្នានោះផងដែរឯកឧត្តមអភិបាលខេត្តក៏បានជូនពរលោកអុកញ៉ានិងបងប្អូនសប្បុរសជននៅក្នុងខេត្តបានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុរបស់យើងគឺកាន់តែមានភាពស្រស់ស្អាតព្រមទាំងមានការតាក់ទាញដែលជាទីក្រុងទេសចរនិងវិនិយោគនិងជាទីក្រុងហិរញ្ញវត្ថុដែលស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា